គ្រប់ទាំងអស់គ្នានាងខ្ញុំឈ្មោះស៊ុយប៉ូឡេដែលជាគណៈកម្មការកកសហើយខ្ញុំពិតជារំភើបនៅក្នុងការដែលចូលរួមក្នុងនាមជាគណៈកម្មការសាលាហើយនាងខ្ញុំមានអាយុ32ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយហើយមតិយោបល់នៅថ្ងៃនេះគឺពិតជារំភើបដែលបងប្អូនបានផ្ដោតឲ្យនាងខ្ញុំនៅក្នុងនាមជាកកសហើយសម្រាប់ការបដិចិត្តរបស់នាងខ្ញុំនឹងធ្វើយ៉ាងណាដើម្បីឲ្យសាលាកាន់តែរីកចម្រើនថែមទៀតហើយពិតជារំភើបនិងសប្បាយចិត្តនៅក្នុងការដែលចូលរួមជាសហគមន៍មួយដើម្បីរួមចំណែកជួយដល់សិស្សានុសិស្សឬក៏បងប្អូនអាណាព្យាបាលក្នុងការចូលរួមទាំងអស់គ្នាហើយកុំភ្លេចបោះឆ្នោតនាងខ្ញុំផងខ្ញុំនៅលេខរៀងទី1អរគុណបាទជម្រាបសួរមេដាបេដាសិស្សហើយខ្ញុំបាទឈ្មោះឡាចណារុងអាយុ40ឆ្នាំខ្ញុំបាទជាគណៈគ្រប់គ្រងសាលាឆ្នាំចាស់កាលពីឆ្នាំ2025អញ្ចឹងនៅពេលនេះដែរខ្ញុំបានជាប់ជាគណៈកម្មការចំនួន6រូបក្នុងការជ្រើសរើសនិងសម្រេចចិត្តរបស់មេដាបេដាសិស្សទាំងអស់កម្មការគ្រប់គ្រងសាលាដែលហៅកាត់ថាកកសអញ្ចឹងឆ្នាំថ្មីឆ្នាំទី2026នេះដែរខាងសាលានឹងជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលាដើម្បីចូលរួមរបស់មេដាបេដាសិស្សនិងសហគមន៍ក្នុងការចូលរួមអភិវឌ្ឍសាលារៀនដើម្បីកូនរបស់យើងក្នុងការរៀនសូត្រឲ្យមានផាសុកភាពនិងការអភិវឌ្ឍសាលារៀនជាបន្តទៀតនេះផងដែរអញ្ចឹងតាមទស្សនៈរបស់ខ្ញុំក្នុងការរៀបចំគណៈគ្រប់គ្រងសាលារៀននេះផងដែរគឺមានសារៈសំខាន់មែនទែនសម្រាប់ក្នុងការអភិវឌ្ឍសាលារៀនសម្រាប់កូនរបស់យើងដែលជាថ្នាលបន្តក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិផងដែរអញ្ចឹងសង្ឃឹមថាមេដាបេដាដែលជាអាណាព្យាបាលរបស់សិស្សទាំងអស់នឹងបន្តក្នុងការចូលរួមសម្រាប់ការអភិវឌ្ឍសាលារៀនសម្រាប់កូនរបស់យើងផងដែរអញ្ចឹងខ្ញុំអត់មានអ្វីច្រើនទេសូមជូនពរមេដាបេដាហើយនឹងអាណាព្យាបាលទាំងអស់មានសុខភាពល្អហើយរកស៊ីទទួលទានសម្រាប់ក្រុមគ្រួសារបានជោគជ័យគ្រប់ភារកិច្ចផងដែរសូមអរគុណបាទសូមជម្រាបសួរដល់បងប្អូនជាមេដាបេដាសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះមិនពៅអាយុ40ឆ្នាំខ្ញុំមុខរបរធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយហើយជាការចាប់អារម្មណ៍ក្នុងការចូលឈ្មោះជាគណៈកម្មការកកសនៅពេលនេះដោយសារតែខ្ញុំចាប់អារម្មណ៍ចង់ធ្វើឲ្យសាលាមានវិន័យកាន់តែប្រសើរឡើងកាន់តែល្អជាងមុនហើយគុណភាពនៃការអប់រំក៏មានភាពកាន់តែប្រសើរឡើងខ្ញុំគិតថានេះក៏ជាក្តីសម័យមិនមែនតែខ្ញុំម្នាក់ឯងទេបងប្អូនទាំងអស់គ្នាក៏មានក្តីសម័យដូចគ្នាអញ្ចឹងជាផ្នែកមួយដែលខ្ញុំបានចូលរួមមកឈរនៅក្នុងគណៈកម្មការពេលនេះសង្ឃឹមថាបានចូលរួមចំណែកឲ្យកាន់តែប្រសើរឡើងអញ្ចឹងសង្ឃឹមថាបងប្អូននឹងយកចិត្តទុកដាក់ក្នុងការតាមដានដូចជាការលើកឡើងការចាប់អារម្មណ៍ការបដិញ្ញារបស់ខ្ញុំក៏ដូចជាគណៈកម្មការផ្សេងទៀតមុននឹងសម្រេចចិត្តបោះឆ្នោតមិនថាខ្ញុំមិនថាអ្នកផ្សេងទេដើម្បីឲ្យសម្លេងឆ្នោតបងប្អូននឹងគឺជាសម្លេងឆ្នោតដែលមានប្រសិទ្ធភាពដែលមានទម្ងន់គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមកសាងសមត្ថភាពរបស់កូនយើងទាំងអស់គ្នាបាទសូមអរគុណបាទសូមជម្រាបសួរអាណាព្យាបាលទាំងអស់ខ្ញុំបាទឈ្មោះវ៉ូវ៉ានីមានអាយុ38ឆ្នាំមុខរបរជាអ្នកដឹកភ្ញៀវទេសចរក្នុងខេត្តសៀមរាបខ្ញុំបាទបានជិតឈ្មោះជាគណៈកម្មការកកសហើយខ្ញុំមានចំណាប់អារម្មណ៍ការចូលរួមជាមួយនឹងសាលារៀនជាមួយលោកគ្រូដើម្បីអភិវឌ្ឍនៅការសិក្សារបស់កូនទាំងអស់គ្នានៅក្នុងសាលារៀនឲ្យបានដំណើរការទៅល្អឲ្យកូនមានគុណភាពល្អក្នុងការសិក្សានេះហើយបើសិនជាបងប្អូនយល់ថាខ្ញុំល្អអាចបោះឆ្នោតឲ្យខ្ញុំផងខ្ញុំមានលេខរៀងទី4បាទសូមអរគុណបាទជំរាបសួរខ្ញុំបាទឈ្មោះងៅសមេធាមានអាយុ42ឆ្នាំមានមុខរបរជាគ្រូបង្រៀនហើយរីករាយមែនទែនថ្ងៃនេះដែលបានក្លាយជាសមាជិកនៃគណៈកម្មការគ្រប់គ្រងសាលារៀននៅសាលាអនុវត្តប្រកសលខេត្តសៀមរាបក្នុងនាមជាសមាជិកគណៈកម្មការសាលារៀនបាទធ្វើការបដិញ្ញាចិត្តក្នុងការជួយជ្រោមជ្រែងដល់សាលាហើយធ្វើយ៉ាងម៉េចឲ្យកូនរបស់លោកស្រីដែលមានវត្តមានចូលរៀនមកក្នុងសាលាបឋមសិក្សាអនុវត្តគ្រប់សលនេះឲ្យគាត់ទទួលបានទាំងការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូការទទួល
ការយកចិត្តទុកដាក់ពីសហគមន៍ផងដែរអញ្ចឹងសង្ឃឹមថាក្នុងនាមជាមេដាបេដាគ្រប់រូបទាំងអស់នឹងជួយជ្រោមជ្រែងជួយគ្រប់គ្រងនៅរាល់សកម្មភាពដែលជាផែនការរបស់សាលាអនុវត្តបុណ្យកុសលសម្រាប់ឆ្នាំ2025-2026ហើយសង្ឃឹមថាលោកស្រីទាំងអស់ដែលជាសមាជិកនិងជាមេដាបេដារបស់សិស្សនៅសាលាបឋមសិក្សាទាំងអស់ចូលរួមឲ្យបានគ្រប់គ្នាហើយធ្វើយ៉ាងម៉េចដើម្បីឲ្យបានលទ្ធផលរបស់សង្គមបានល្អប្រសើរនៅក្នុងចុងឆ្នាំបាទសូមអរគុណបាទសូមជម្រាបសួរលោកគ្រូរៀបគ្រូព្រមជាងអាណាព្យាបាលសិស្សទាំងអស់ខ្ញុំបាទឈ្មោះខុំធីអាយុ33ឆ្នាំមានមុខរបរជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងហើយថ្ងៃនេះដែរខ្ញុំបាទសប្បាយចិត្តណាស់បន្ទាប់ពីមានការជ្រើសរើសនៅគណៈកម្មការគោកោសនៅក្នុងចំណោមគ្នា6នាក់ខ្ញុំបាទក៏មានអភិមាននៅក្នុងនោះម្នាក់ដែរដូច្នេះខ្ញុំបានបដិញ្ញាចិត្តថានឹងចូលរួមរាល់កិច្ចការសាលាក៏ដូចជាចូលរួមក្នុងការជួយសាលាដូចជាពង្រឹងវិស័យអប់រំជួយដល់បងប្អូនសិស្សានុសិស្សទាំងអស់រាល់ដែលសាលាដែលបានកំណត់មកឲ្យខ្ញុំបាទដូចទៅមកនឹងមានការជ្រើសរើសជាប្រធានសទាំង6នាក់ដូច្នេះបើពេញចិត្តនឹងខ្ញុំបាទធ្វើជាប្រធានសូមបោះឆ្នោតឲ្យខ្ញុំបាទផងសូមអរគុណ